Amazon ប្រកាសបញ្ឈប់បុគ្គលិកជាច្រើនពាន់នាក់ដោយងាកទៅរកការពឹងផ្អែកលើ AI ជំនួសវិញយោងតាមការចំផ្សាយរបស់ RT ក្រុមហ៊ុនលក់រាយអនឡាញនិងបច្ចេកវិទ្យាយក្សរបស់អាមេរិក Amazon បានប្រកាសកាត់បន្ថយការងាររាប់ពាន់នាក់ដោយលើកឡើងពីតម្រូវការក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងការផ្ដោតលើ AI ក្រុមហ៊ុននឹងកាត់បន្ថយការងារសាជីវកម្មប្រហែល 14,000 កន្លែងដែលជាការងារកាត់បន្ថយដល់ទៅ 4% នៃកម្លាំងការងារការិយាល័យរបស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយបន្ថែមថា AI គឺអាចឲ្យក្រុមហ៊ុនធ្វើការកែច្នៃប្រឌិតបានលឿនជាងពេលមុនបុគ្គលិកនៅសហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុបត្រូវបានជូនដំណឹងអំពីការបញ្ឈប់ការងារនេះបើយោងតាមការចេញផ្សាយរបស់ផ្ទៃក្នុងដែលមើលដោយ Business Insider ការបញ្ឈប់បុគ្គលិកគឺជាក្រុមហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុនចាប់តាំងពីឆ្នាំ 2023 នៅពេលដែលការងារ 27,000 កន្លែងត្រូវបានកាត់បន្ថយនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ 2024 មកក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានប្តេជ្ញាចិត្តប្រហែល $4,000 លានដល់គម្រោងកសាងមជ្ឈមណ្ឌលទិន្នន័យចំនួន 4 នៅសហរដ្ឋអាមេរិកខណៈដែលវាបង្កើតហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដើម្បីព្យាយាមប្រកួតប្រជែងជាមួយ OpenAI, AI, Google, Microsoft, Meta និងផ្សេងៗទៀតគួរដឹងថាការពីដើមខែនេះព្រឹទ្ធសមាជិក Benny Sanders សមាជិកចំណាត់ថ្នាក់នៃគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកស្ដីពីសុខភាពការអប់រំការងារនិងប្រាក់សោធននិវត្តន៍បានព្រមានថាបច្ចេកវិទ្យាកំពុងត្រូវបានប្រើជាចម្បងដើម្បីបង្កើនប្រាក់ចំណេញសាជីវកម្មនិងប្រមូលផ្ដុំទ្រព្យសម្បត្តិលោកក៏បានចង្អុលទៅនយោបាយប្រតិបត្តិនានាដែលបានប្រកាសពីការវិនិយោគសំខាន់ៗនៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងពេលដំណាក់កាលគ្នាជាមួយនឹងការបញ្ឈប់ការងារយ៉ាងច្រើននិងមានវិធានការកាត់បន្ថយចំណាយផ្សេងៗទៀតផងដែរ